ស្ដីខ្ញុំនឹងធ្វើការបង្ហាញរបៀបក្នុងការបង្កើត user 4របៀបដំបូងយើងត្រូវដឹងថាយើងជាអ្នកគេដំបូងកិនចូលទីតាំងណា hostname អីគេហើយដឹងថា version OS យើងគេដោយប្រើ cat etc os.release os version យើងយើងបន្ទោយើង 24.04.4 long term support យើងត្រូវការ clear យើងធ្វើការពិនិត្យមើលuser យើងដោយប្រើ cat etc/pass wd នេះ user របស់យើងចាប់ពីមកពណ៌ឡើងទៅលើគឺជា user មនុស្សយើងអ្នកបង្កើតក្រៅពីហ្នឹងចាប់ពី100ចុះហមទៅគឺជាសុទ្ធតែកុំព្យូទ័រអ្នកបង្កើតវាធ្វើការ clear ដោយយើងចាប់ដើមធ្វើការ clear ដោយប្រើ Control L clear វាជំនួសក្នុងការយើងវាយពាក្យ command clear ឥឡូវយើងនឹងធ្វើការចូលទីតាំងណាយើងពិនិត្យមើលម្ដងទៀតអឺពេលហ្នឹងជា basic user ដែលយើងប្រើមើល folder មកអីធម្មតាទេតែជា admin ហ្នឹងវាជាយើងអាចប្រើ command app management administrator command បានឥឡូវយើងនឹងធ្វើការបង្ហាញរបៀបក្នុងការបង្កើត user របស់យើងដោយប្រើ command sudo user add cph ជោគជ័យយើងធ្វើកើតបានហើយយើងប្រើលេងចូលមើលវា cat etc pass us នេះយើងធ្វើការកើតបានជោគជ័យហើយតិចតិចនេះហើយយើងធ្វើការចូលទៅ home ពិនិត្យមើលls តើមានស្ទេចទេអត់មានទេហើយយើងចូលមើល default របស់យើងវិញតាំង default យើងទៅការពិនិត្យមើលម្ដងទៀតបន្តមកយើងធ្វើការ delete user មួយហ្នឹងដោយប្រើ command sudo user del ctech delete ជោគជ័យឥឡូវយើងធ្វើការមើលម្ដងទៀតបាត់ហើយយើងលែងមានអានោះទៀតហើយជំហានទី2ក្នុងការបង្កើតuser home directory automatic វាសំខាន់ក្នុងការបង្កើត user វាជួយច្រើនក្នុងការបង្កើត user ហើយប្រើ sudo user add ctech ជោគជ័យហើយយើងធ្វើការពិនិត្យមើលមានអត់មាននេះជោគជ័យមកវាជួយវាបង្កើត folder ctech យើងហើយយើងធ្វើការបងយើងបង្កើត basic នោះអត់មានhome សម្រាប់ ctech ឡើយយើងប្រើ command នេះរបៀបទី2នេះយើងអាចបង្កើត home សម្រាប់ ctech នោះបានដែលយើងទៅបង្កើតសម្រាប់ user នោះបានហើយធ្វើការ cd home នេះឃើញ ctech មកយើងធ្វើការ cd ទៅ default វិញ sudo pass ក្នុងការកំណត់ password វាដើម្បីយើងធ្វើការ login ចូលបាន sudo pass wd ctech password 1 2 3 password 1 2 3 successfully ហើយយើងធ្វើការពិនិត្យមើលវាតើយើងអាចមើលឃើញ password វាបានអត់មើលឃើញទេនេះអត់មាន password ទេហើយធ្វើការ login ចូល user ហ្នឹងប្រើ command su ctech ហើយ password 1 2 3ចូលហើយឥឡូវសួរថាយើងជាអ្នកគេ ctech ត្រឹមត្រូវចូលទីតាំងណា home ជួយមតា
ហើយយើងធ្វើការ cd ចូលទៅកាន់ home តិចមើលយើងអាចចូលបានអត់ចូលបានជោគជ័យហើយធ្វើការចូលទីតាំងណា home តិចហើយធ្វើការបង្កើតdirectory នៅក្នុងនៅក្នុងctext ហ្នឹងកើតបានអត់កើតបានយើងពិនិត្យមើលមានមកហើយយើងធ្វើការលុប user ហ្នឹងចេញវិញក្នុងការបង្កើត user ហ្នឹងនៅក្នុងកើត user ផ្សេងទៀតនៅក្នុង ctext ហ្នឹងនិយាយតែអាចបង្កើតបានអត់ sudo user add 001 password 183កើតអត់បានទេព្រោះយើងមិនសិតក្នុងការបង្កើតនោះទេហើយយើងប្រើចូលទៅ login ចូល original user របស់យើងវិញឬក៏ default user យើងវាយ password ចូល clear យើងចូលទៅក្នុងទីតាំងដើមរបស់យើងវិញ OMI ត្រឹមត្រូវជួយ៉ាមតាមកយើងចូលទីតាំងណាត្រឹមត្រូវទីតាំងរបស់យើងតាមវិញហើយយើងធ្វើការចូលមើលuser យើងនេះពិនិត្យមើលហើយយើងនឹងធ្វើការ delete វា delete user ដែលយើងទៅបង្កើតហ្នឹងដោយសារវាមាន folder ក្នុងហ្នឹងវាមានដំណាក់កាលច្រើនក្នុងការលុបវាចោលមិនមែនសួរដូចuser មុនទេយើងអត់លុបម្ដងហើយនេះយើងត្រូវវាយ command ច្រើនតង់ដើម្បីយើងធ្វើការលុបវាចោលបាន sudo user layer ctext ហើយយើងនេះជា code ដែលយើងត្រូវ clear វាដើម្បីយើងអាចលុបវាបាន cat sudo clear លេខ4កម្រិត9យើងវាយលេខកូដចូលទៅ1692ការ clear វានេះវាបង្ហាញថាវាបាន clear ហើយហើយចូលពិនិត្យមើលហើយយើងធ្វើការ sudo delete វាម្ដងទៀតជោគជ័យយើងធ្វើការលុបវាបានជោគជ័យហើយធ្វើការ clear ចេញចូលមើលhome របស់យើងតើនៅទីអត់វានៅ file ក្នុងហ្នឹងដែលយើងធ្វើការលុប file នោះចេញឥឡូវយើងធ្វើការពិនិត្យយើងទៅ delete មុននោះសិនតើលុបចេញនៅលុបចេញបានទៅជោគជ័យអត់មានស៊ីតិចទៀតទេហើយយើងចូលមកកាន់ home សារថ្មីវិញម្ដងទៀតយើងចូលទៅកាន់home ពិនិត្យមើល home យើងនេះស៊ីតិចយើងចង់លុប file នោះចេញបងយើងត្រូវពិនិត្យយើងជាណាគេតាំងណាហើយយើងនឹងធ្វើការលុបវាតាមរបៀបផ្សេងជាច្រើនទៀតsudo remove
OVS đấy. Rồi dương cho tí tăng trong tay đấy dương thầy cho tí tăng trong tay này còn lại là dương cho nó là bởi dương ai lục để bán CD đi home lấy dương cho tí tăng nó miền là ngót miến đây dương thôi lục về cháu lấy mơ mà lòng tiết dương lục Cosmo đấy chụp trái giấy dương lục bàn chụp trái giấy đây dương mơ về mà lòng tiết tại ba đấy bạn đây thơ căn tí tăng đang một dương với clear trái máu dương chọc trong hiên tìm pi ấy lấy dương cho trong hiên thứ bay với nông ca bằng ca xá đây nhân thuộc ca sudo user add as pin bash stack chốt cháy thơ ca phần đặt mới đấy cài bàn chụp trái giấy lên cho ca login cho login đã cho đấy pro giờ tao mang đặt password viết nhân thuộc ca đặt password viết tao bóng kế sẵn nên tao bóng chơi đồng thời dân chỉ là kết bóng sẵn hồ thì tăng ná last thuộc ca cho home touch bên thế ông dân thầy thuộc ca nó dương đăng trên là kê môn dương là na là bay chi viên nó cái dương lục kho hậu bay muối về để dương lục tới bên bánh hai dương về bạc lọ của mình bán tới tầm bốn nhớ ca cầm nọt password vì tầm bốn kê sẵn một chữ bấy password một chữ bấy chụp cháy rồi chụp ca clear lấy xa login cho một lần tiếp đây cho ban chụp cháy án password một chữ bấy chụp cháy đây đồng thời dương chỉ là kế hồ anh ấy thì tay tầm tới ls assassinate bộ viện method can cho mở tế ở đây dương cd đi can home sẽ tay vào dưới cho tí tăng ná home sẽ tay được cái folder out user nắng đây dân thôi cho cái user default dương với OMI tập lấy dân cho tí tăng vào dưới dân thôi cái này tí tăng down vào dương với tập mọi dân thôi cả cd home user dưới OMI thế s cho tí tăng ná
ហើយមកយើងនឹងធ្វើការកំណត់ក្នុងការ delete user ដែលយើងទៅបង្កើតហ្នឹង sudo user shall text sudo clear board ជោគជ័យយើង clear បានជោគជ័យហើយតបមកយើងនឹងធ្វើការ sudo user clearក្នុងការ delete text password លេបបានជោគជ័យហើយយើងធ្វើការពិនិត្យមើល cat agency pass UD តែលុបបានជោគជ័យហើយលុបបានជោគជ័យហើយយើងធ្វើការ clear ដោយប្រើ control L ពិនិត្យមើល home របស់យើងមាន folder ស្ទើរទេមានមកយើងនឹងធ្វើការលុប folder នឹងចោលcommand ដដែលរបស់យើងហ្នឹងធ្វើការលុបវាចោលជោគជ័យពិនិត្យមើលម្ដងទៀតតែវានៅមានអត់មានទេបាត់ហើយជំហានទី4ក្នុងការបង្កើត user របៀបលឿនឆាប់រហ័សយើងធ្វើការ clear ចេញដំបង clear សិនហើយពាក្យ command sudo ក្នុងការបង្កើត user យើងឆាប់រហ័សលឿនតែហ្មងតិចបងយើងធ្វើការដាក់ password 1 2 3ជោគជ័យមកយើងក៏ត្រូវកំណត់ឈ្មោះអីគេដាក់ឈ្មោះថា syntax integrate password ចង់អត់ដឹង រួមយើងគេទេអត់ដឹងលេខទូរស័ព្ទនិយាយទេការយើងគេអីគេទេ home យើងគេទេហើយនឹង other វាទេតែយើងពេញពោះមានធំត្រូវអត់យើងថា yes ចុះត្រឹមត្រូវហើយហើយយើងបង្កើតបានជោគជ័យហើយលឿនហ្មងហើយយើងធ្វើការពិនិត្យមើលការជោគជ័យនេះឈ្មោះ syntax ហើយធ្វើការការ login ចូលយើងមិនបាច់ទៅកំណត់ password វាទៀតទេហើយយើងធ្វើការ sudo syntax login password 1 2 3ចូល clear វាចេញជោគជ័យហើយយើងណាគេ who am I ចូលទៅតាមណាហើយធ្វើការចូលទីតាំងsyntax វិញយើងចូលទីតាំងណាត្រឹមត្រូវឥឡូវយើងធ្វើការ log out ពី user ហ្នឹងដោយរបៀបលឿនឲ្យញញៃហើយធ្វើប្រើ command exit លឿនចាញ់យកហ្មងឥឡូវយើងចូលទីតាំងណា who am I លុកចាញ់ពីនឹងយកតែម្ដងលឿនត្រឹមត្រូវdefault យើងជួយយ៉ាងមតាចូលទីតាំងណាជួយយ៉ាងមតាត្រឹមត្រូវហើយយើងធ្វើការ do reboot អរគុណច្រើន